បងប្អូនទាំងអស់គ្នានេះគឺជាប្រអប់សម្រាប់ដាក់ថ្នាំដុសធ្មេញអញ្ចឹងនៅពេលដែលយើងបើកប្រអប់មកគឺយើងមានលិខិតណែនាំមួយពីរបៀបប្រើប្រាស់និងរបៀបដាក់ថ្នាំដុសធ្មេញបែបណាអញ្ចឹងបន្ទាប់មកទៀតគឺរូបរាងទាំងមូលនៃប្រដាប់របស់យើងគឺមានរាងតូចមែនទែនដូចទាំងគ្នាបានឃើញហើយរបៀបប្រើប្រាស់របស់យើងគឺគ្រាន់តែយកថ្នាំដុសធ្មេញមូលគម្របចេញដាក់លើឧបករណ៍នេះបន្តមកទៀតបងប្អូនដាក់ច្រាសចូលចុចទៅវានឹងចេញថ្នាំដុសធ្មេញនៅខាងផ្នែកខាងក្រោមហើយចំពោះផ្នែកខាងក្រោយគឺយើងមានស្កុតមួយសម្រាប់បិទនៅលើជញ្ជាំងនៅក្នុងបន្ទប់ទឹកឬកន្លែងផ្សេងៗដែលបងប្អូនមានតាមតម្រូវការអញ្ចឹងណាហើយមួយទៀតបងប្អូននេះឧបករណ៍ទី2គឺសម្រាប់មូលថ្នាំដុសធ្មេញឬក៏សម្រាប់គៀបថ្នាំដុសធ្មេញអញ្ចឹងជាដំបូងយើងគ្រាន់តែសោកចូលបែបនេះបន្ទាប់មកយើងធ្វើការមូលដើម្បីគៀបសង្កត់ថ្នាំដុសធ្មេញដែលសេសសល់នៅខាងក្រោមឲ្យវាឡើងមកខាងលើអញ្ចឹងរបៀបប្រើប្រាស់ទាំងអស់នេះវាគឺងាយស្រួលមែនតើដោយបងប្អូនបានឃើញអញ្ចឹងពីឧបករណ៍នេះវាស្តៀកគ្នាទេបងប្អូនអញ្ចឹងមិនមានតម្រូវការអាចទាក់ទងមកកាន់ NTX Mall បានអរគុណ